ដើមនៅរឿងដំបូងស៊ុនអាបាននិយាយទៅកាន់ហាជីនថាខ្ញុំគឺមានសំណួរមួយចំនួនដែលតាក់ទងទៅនឹងលោកហាជីនគិតថាមើលទៅស៊ុនអានេះនាងដូចជាចិត្តល្អជាងអ្នកផ្សេងប៉ុន្តែអត្តចរិតរបស់នាងដូចជាចម្លែកព្រោះនាងមិនដែលចាអារម្មណ៍ទៅលើមនុស្សដែលនាងមិនធ្លាប់ស្គាល់នោះទេហើយបើសិនមកនាងចង់ជ្រើសរើសនរណាគេម្នាក់ចូលក្រុមវិញវាគឺពិតជាលំបាកណាស់ដោយនាងបានចាត់ទុកជាច្បាប់ព្រៃនរណាគេជាអ្នកប្រមាញ់អ្នកនោះជាអ្នកឈ្នះហើយនេះគឺជាអត្តចរិត Vice Captain នៅក្នុងហ្គៀដ៏ល្អបំផុតនៅក្នុងប្រទេសកូរ៉េបើសិនបើខ្ញុំនៅពេលនេះមានទំនាក់ទំនងល្អជាមួយនឹងនាងខ្សែរឿងនៅពេលខាងមុខខ្ញុំប្រកាសជាទទួលបានអត្ថប្រយោជន៍ជាច្រើនហើយនៅពេលនោះស៊ុនអាចង់សួរទៅកាន់ហាជីនហើយប៉ុន្តែហាជីនបានបដិសេធដោយប្រាប់ថាខ្ញុំគ្មានអ្វីនឹងត្រូវនិយាយទេស៊ុនអាប្រាប់ថានេះប្រហែលជាការយល់ច្រឡំហើយក្នុងនាមខ្ញុំជា Vice Captain ក្នុងហ្គៀមួយដ៏ល្អបំផុតនៅឯប្រទេសកូរ៉េហើយខ្ញុំគឺមានចំណាប់អារម្មណ៍ទៅលើលោកហាជីនតបថាខ្ញុំយល់ពីពាក្យចាប់អារម្មណ៍ប៉ុន្តែបើសិនបើការចាប់អារម្មណ៍គឺជាទេពកោសល្យវិញរួចហាជីនគិតថាមើលទៅនាងផាជាដឹងហើយតែខ្ញុំចេះប្រើប្រាស់គុណលក្ខណៈសម្បត្តិនៃពន្លឺនោះប៉ុន្តែអ្វីដែលនាងបង្ហាញនៅពេលនេះមិនមែនចង់បានខ្ញុំនោះទេគ្រាន់តែចង់ដឹងបន្ថែមប៉ុណ្ណោះដូច្នេះហើយខ្ញុំគឺត្រូវតែបដិសេធនាងដើម្បីធ្វើឲ្យនាងនឹងកាន់តែចង់ដឹងបន្ថែមទៀតពីខ្ញុំបន្ទាប់មកហាជីនក៏លានាងចាកចេញទៅរួចសាច់រឿងគឺនិយាយអំពី Stigma ហ្នឹងគឺជួយឲ្យហាជីនមាន Magic Power រួច Mana ក៏អាចរួមបញ្ចូលនៅក្នុង Stigma បានដែរនៅពេលណាដែល Mana បានប្រើអស់នោះវាត្រូវការរយៈពេលចំនួន24ម៉ោងដើម្បីស្អាតឡើងវិញហើយភ្លាមនោះហាជីនក៏សាកប្រើប្រាស់ថាមពលរបស់ Stigma ដោយហាជីនបានបំលែងវាឲ្យក្លាយទៅជាកូនកាំបិតហើយភ្លាមនោះដែរកូនកាំបិតក៏លេចឡើងនៅក្នុងដៃរបស់ហាជីនរួចហាជីនក៏សាកប្រើប្រាស់វាឃើញថាវាពិតជាអាចប្រើប្រាស់បានមែន Magic Power គឺជា state ដែលជាអំណោយដែលមានឥទ្ធិពលដ៏អស្ចារ្យហើយអាចឲ្យយើងរៀនតាំងពីដំបូងបានហាជីនមិននឹកស្មានទេថាគាត់អាចប្រើប្រាស់វេទមន្តបាននៅទីនេះហើយភ្លាមនោះគាត់ក៏សាកពីសមត្ថភាពមួយទៀតដែលតាក់ទងទៅនឹងសៀវភៅការពិតហើយគ្រាន់តែហាជីននិយាយអំពីសៀវភៅនៃការពិតនោះក៏មានពន្លឺបានចេះចេញពី Stigma បន្ទាប់មកក៏ស្រាប់តែមានសៀវភៅមួយក្បាលបានលេចឡើងនៅចំពោះមុខហាជីនគិតថាសៀវភៅមួយក្បាលនេះអាចជួយឆ្លើយសំណួរគ្រប់យ៉ាងដែលតាក់ទងទៅនឹងវេទមន្តហាជីនភ្ញាក់ផ្អើលមែនទែនអំពីសមត្ថភាពរបស់សៀវភៅមួយក្បាលនេះរួចគាត់ក៏សាកសួរថាតើកម្ពស់របស់គាត់នឹងគឺប៉ុន្មានដែរសៀវភៅនោះប្រាប់ថា174សង់ទីម៉ែត្របើសិនបើគ្នាយើងមានសៀវភៅនេះកុំភ្លេចសួរថាតើក្រាស់ខ្ញុំនឹងស្រឡាញ់ខ្ញុំវិញអត់ហ្នឹងប៉ុណ្ណឹងបានហើយតើឥឡូវយើងបែកទៅកាន់សាច់រឿងយើងវិញបន្ទាប់ពីសួរសំណួរនោះរួចហាជីនត្រូវចំណាយអស់ story point ចំនួន1បន្ទុកហាជីនឃើញបែបនេះគឺដឹងអំពីរបៀបប្រើប្រាស់ហើយភ្លាមនោះដែរខ្សែដែលនៅលើដៃរបស់គាត់នឹងស្រាប់តែលោតភ្លើងឡើងវាគឺជាឧបករណ៍មួយដែលប្រាប់អំពី emergency ដែល emergency នេះកំពុងតែស្វែងរកបេក្ខជនជីនហាជីនឃើញសារមួយនេះហើយគិតថាតើវាបានចាប់ផ្ដើមហើយមែនទេហើយនេះគឺជាខ្សែរឿងបន្ទាប់គឺជាឧបទ្ទហេតុមានការធ្វើឃាតនៅក្នុងឈូកដោយបេក្ខជនចំនួន6នាក់នឹងត្រូវបាត់ខ្លួននៅក្នុងរយៈពេល1ខែហើយពួកគេត្រូវតែស្វែងរកជនដែលបានធ្វើរឿងទាំងអស់នេះឡើងប៉ុន្តែយូរទៅការបាត់ខ្លួនរបស់បេក្ខជនកាន់តែកើនឡើងហើយខ្សែរឿងនៅត្រង់កន្លែងនេះវាពិតជាសំខាន់ណាស់ព្រោះតែគោលដៅចុងក្រោយគេរបស់អ ுக ្រិតជននោះគឺជាយូយុនហាហើយមើលទៅខ្សែរឿងនៅត្រង់កន្លែងនេះប្រហែលជាលំបាកប្រសិនបើអ្នកនិពន្ធម្នាក់ទៀតហ្នឹងគឺចង់ឲ្យតួអង្គឯកនឹងលំបាកដូចជាការពិពេលនៅក្នុងសារមន្ទីរអញ្ចឹងយល់ល្អគួរតែស្វែងរកជនដែលដល់ជាមុនសិនអត់ទេប្រសិនបើខ្ញុំធ្វើអ្វីមិនបានគិតនោះខ្សែរឿងទាំងមូលនឹងត្រូវបានផ្លាស់ប្ដូរយល់ល្អខ្ញុំនៅពេលនេះគួរតែរងចាំមើលសិនរួចខ្សែរឿងក៏បង្ហាញអំពីគីមសូហូដែលគាត់គឺវឹកហាត់រួចភ្លាមនោះមិត្តភក្តិរបស់គាត់គឺឲ្យសូហូនឹងមើលទៅកាន់ជ្រុងម្ខាងបើមើលទៅកាន់ទីនោះប្រហែលជាមានរឿងល្អមើលហើយដោយមានមនុស្សមួយក្រុមបានទៅរញ៉េរញ៉ៃជាមួយនឹងហាជីនអាប៉ែម្នាក់បាននិយាយឡើងថាជនបរាជ័យតែឯងកំពុងធ្វើអ្វីហ្នឹងតែឯងមកវឹកហាត់បែបនេះវាស័ក្តិសមក្នុងនាមជាបេក្ខជនដែរទេវាជារឿងដ៏គួរឲ្យអាម៉ាស់ណាស់ដែលឯងធ្វើដំណើរមកក្នុងខ្ជូតែឯងចូលមកក្នុងនេះតាមរយៈការប្រើប្រាស់លុយមែនទេសូហូឃើញទង្វើបែបនេះហើយគឺចង់ចូលទៅជួយហាជីនហើយប៉ុន្តែភ្លាមនោះមិត្តភក្តិរបស់គាត់គឺហាមសូហូគឺមិនឲ្យពាក់ព័ន្ធទេសូហូនិយាយឡើងថាយុនហានលោកគឺជាប្រធានថ្នាក់ណាយុនហានតបថាអាឡិតនោះប្រហែលជាមានបញ្ហាជាមួយនឹងចុងហាក់ហើយទើបមានមនុស្សមួយចំនួនមករករឿងគាត់បែបនេះយល់ល្អពួកយើងមិនចាំបាច់ពាក់ព័ន្ធនោះទេហើយអ្នកណាទៅដឹងទៅពួកគេអាចសម្ដែងក៏ថាបានដែរសូហូលើកដូច្នេះគឺមានការកៀងខ្លាំងមែនទែនយុនហានបានបន្តមើលទៅគីមហាជីននឹងប្រហែលជាលាក់កម្លាំងរបស់គាត់ទេព្រោះអីគាត់គឺអាចបង្ក្រាបមនុស្សកាត់បិសាចបានប៉ុន្តែបើមើលទៅកាន់ហាជីនគ្រាន់តែលើកអេតែហ្នឹងគឺមិនរួចផងដោយអ្នកដែលបានឈើមើលហ្នឹងគឺថាចំតើអបនេះមែនតើឬយុនហានឃើញដូច្នេះក៏និយាយឡើងថាមើលទៅការបង្ក្រាបទៅលើមនុស្សកាត់បិសាចហ្នឹងប្រហែលជាសម្មាងនោះទេឯសូហូដើរចូលទៅព្រមទាំងប្រាប់ថាគ្រប់គ្រាន់ហើយនៅខាងនេះវិញបេក្ខជនស្រីបាននិយាយថាតើគីមសូហូបានបញ្យុទ្ធគ្នាមែនទេភ្លាមនោះ Professor ក៏ចូលមកព្រមទាំងនិយាយឡើងថាហេតុអីក៏មានបញ្ហាច្រើនម្ល៉េះនៅកំឡុងពេល training បានហើយអ្នករាល់គ្នានេះគឺជាលទ្ធផលនៅក្នុងការធ្វើតេស្តរបស់អ្នកទាំងអស់គ្នាដែលខ្ញុំនឹងបិទ poster នេះនៅលើជញ្ជាំងហើយអ្នករាល់គ្នាគឺអាចមកមើលបានបេក្ខជនទាំងអស់គ្នាលេចហើយក៏ចាប់ផ្ដើមទៅមើលអំពីចំណាត់ថ្នាក់របស់ខ្លួនហើយភ្លាមនោះយើងឃើញថាឈ្មោះគីមហាជីនយើងហ្នឹងគឺមានចំណាត់ថ្នាក់ទី1ហាជីនគិតថាមើលទៅចំណាត់ថ្នាក់ទី1ហ្នឹងប្រហែលជាគាត់លេងខូចដោយប្រើប្រាស់ setting ហើយភ្លាមនោះយើងឃើញថាកញ្ញានៅខាងក្រោយហាជីនហ្នឹងគឺបានទម្លាក់ដើរចុះតែម្ដងបន្ទាប់ពីបានមើលចំណាត់ថ្នាក់របស់ខ្លួនរួច
រួចហាជីនសម្លឹងទៅកាន់នាងព្រមទាំងដឹងថានាងគឺជារ៉ាឆែលនាងគឺជាព្រះនាងម្ចាស់នៅក្នុងប្រទេសអង់គ្លេសដែលធ្វើដំណើរមកវឹកហាត់នៅក្នុងខ្ជូបហើយក្រៅពីរឿងនេះតាមអ្វីដែលខ្ញុំបានដឹងមិនថារឿងនោះគឺជារឿងតូចឬក៏រឿងធំអ្វីនោះទេនាងតែងតែឈរនៅលេខ1ជានិច្ចហើយភ្លាមនោះនាងក៏សម្លឹងមើលទៅកាន់ហាជីនជាមួយនឹងកសែភ្នែកបែបនេះដែរហាជីនឃើញពីទឹកមុខរបស់នាងបែបនេះហើយគឺគាំងមែនទែនបន្តមកខ្សែរឿងគឺការមកដល់កន្លែងរស់នៅរបស់រ៉ាឆែលវិញយើងបានឃើញថាអ្នកបម្រើរបស់នាងគឺយកចិត្តទុកដាក់ជាមួយនឹងនាងមែនទែនដោយពួកគេខ្លាចថាការវឹកហាត់របស់នាងនៅក្នុងខ្ជូបហ្នឹងគឺលំបាកប៉ុន្តែសម្រាប់រ៉ាឆែលគឺមិនអីនោះទេទោះបីជាត្រូវខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយព្រោះអីនាងធ្វើគ្រប់យ៉ាងដើម្បីជាកិត្តិយសសម្រាប់គ្រួសាររាជវង្សនៅប្រទេសអង់គ្លេសហើយនៅលើកនេះនាងគឺធ្វើឲ្យអ្នករាល់គ្នាគឺខកចិត្តហើយចំណែកឯនៅក្នុងថ្នាក់រៀនវិញ Professor ម្នាក់បានឲ្យហាជីនហ្នឹងឆ្លើយសំណួរដែលតាក់ទងទៅនឹងការវិភាគពីបាតុភូតអាណាចក្រដែលកើតឡើងថ្មីនេះចំណែករ៉ាឆែលគិតថាការវិភាគពីបាតុភូតអាណាចក្រហ្នឹងគឺពិតជាពិបាករៀនហើយនៅពេលដែលនាងមើលទៅកាន់ហាជីនដូចធ្មឹងអាមិនទេព្រោះអី Professor សួរប៉ុណ្ណឹងហើយគាត់បែរជានៅស្ងៀមទៅវិញរឿងនេះបានធ្វើឲ្យរ៉ាឆែលគិតថាតើហាជីននឹងដែររៀនដែរឬទេបន្តមកខ្សែរឿងគឺកាត់មកខាងនេះវិញហាជីនបានប្រើប្រាស់ laptop របស់គាត់ដោយសារតែគាត់ទទួលបានអំណោយសិភៅនៃការពិតនោះវាជួយឲ្យគាត់ងាយស្រួលនៅក្នុងការស្វែងរកព័ត៌មានមែនទែនរួចហាជីនគិតថាការវិនិយោគរបស់គាត់នឹងគឺមិនអាចទុកចិត្តបាននោះទេប៉ុន្តែបើសិនបើមានពាក្យម្ចាស់ម្រាមលេចចេញទៅគាត់ប្រកាសជាទទួលបានអតិថិជនជាច្រើនហើយបន្ទាប់មកគាត់គឺចាប់ផ្ដើមធ្វើការវិនិយោគទៅលើ story point រួចគាត់ក៏ចាប់ផ្ដើមគិតអំពីខ្សែរឿងដែលត្រូវកើតឡើងបន្ទាប់ខ្សែរឿងបន្ទាប់នេះនៅក្នុងខ្ជូបគឺមិនមានសមត្ថភាពទៀតនោះទេព្រោះអីមនុស្សបិសាចអាចធ្វើការវាយប្រហារបានគ្រប់ពេលចំណែកឯសមត្ថភាពបច្ចុប្បន្នរបស់ខ្ញុំមិនអាចប្រឈមមុខជាមួយនឹងមនុស្សបិសាចបានទេប៉ុន្តែគាត់ក៏នឹកឃើញរឿងពីពេលមុនវិញដោយសារតែមានមនុស្សមើលរំខានគាត់ដូច្នេះក៏ជួយឲ្យគាត់នឹងទទួលបាន story point បន្ថែមបន្ទាប់មកហាជីនក៏ចង់ចាប់ផ្ដើម upgrade អាវុធរបស់គាត់រួចគាត់ក៏ទាញ laptop របស់គាត់ការប្រើកាំភ្លើងខ្លីរបស់គាត់នឹងឲ្យទៅជាកាំភ្លើង snap វិញដោយការផ្លាស់ប្ដូរមួយនេះគឺត្រូវចំណាយ250 point ភ្លាមនោះកាំភ្លើងខ្លីរបស់គាត់នឹងក៏ផ្លាស់ប្ដូរទៅជាកាំភ្លើង snap មួយរំពេចហាជីនឃើញអំពីកាំភ្លើង snap នេះហើយគឺសប្បាយចិត្តមែនតើហើយឥឡូវនេះហាជីនចង់ទៅសេតាក់ទងទៅនឹងអាតវិញអាតនេះគឺជាការផ្ដល់ឲ្យតិចនិចរាងកាយឬក៏ជាទេពកោសល្យស្គីសំខាន់របស់ Marsman គឺត្រូវតែរក្សាទីតាំងខ្លួនឯងគិតចេញអំពីគូសត្រូវបើសិនបើសត្រូវមកជិតខ្លួនហើយគឺមិនអាចធ្វើអ្វីបានទេរួចហាជីនក៏ចាប់ផ្ដើមសរសេរអាតដែលតាក់ទងទៅនឹងផាគូសមត្ថភាពរបស់វាគឺកម្រិតទាបនោះទេប៉ុន្តែគឺជួយឲ្យការបាត់បានខ្លួននឹងគឺល្អប្រសើរជាងមុនហើយសមត្ថភាពនេះអាចកើនឡើងវាអាស្រ័យទៅលើអ្នកប្រើប្រាស់ផាគូនេះក៏ត្រូវចំណាយអស់350 story point ហើយនៅពេលបច្ចុប្បន្នហាជីនគឺមិនទាន់ដឹងអំពីសមត្ថភាពរបស់វានៅឡើយទេប៉ុន្តែគាត់ជឿថានៅពេលខាងមុខគាត់ប្រកាសជាអាចប្រើប្រាស់វាបានពេលនោះនាឡិកាដែលតាក់ទងទៅនឹងខ្ជូបនឹងក៏បានលោតសារឡើងដោយមានមនុស្សម្នាក់បានសួរឡើងថាតើមាននរណាគេបានឃើញសុនយ៉ុនដែរទេហាជីនឃើញអំពីរឿងនេះហើយចាប់ផ្ដើមភ្ញាក់ផ្អើលព្រោះអីនៅពេលនេះគឺមានមនុស្សបាត់ខ្លួនមុនពេលដែលយោយុនហានឹងត្រូវបានគេចាប់ខ្លួនទៅទៀតមើលទៅសារដៃនេះបង្កដោយឧក្រិដ្ឋជនហើយតែវាល្អដែរទេដែលខ្ញុំនៅស្ងៀមហើយchờមើលមនុស្សរាល់គ្នានឹងបាត់ខ្លួនតែខ្ញុំដឹងថាគោលដៅបន្តរបស់ឧក្រិដ្ឋជននឹងជាពីណាគេបន្តមើលសាររឿងគឺការមកដល់ការវឹកហាត់នៅខាងក្រៅរបស់ខ្ជូប Professor សួរថាតើអ្នករាល់គ្នាគឺបានមកអស់ហើយឬថ្ងៃនេះគឺជាការវឹកហាត់ពិសេសឡាអាងនៅខាងក្រៅនេះគឺជា Dungeon Artificial នៅក្នុងនេះមានអាយ៉ងបិសាចដែលទទួលបានមរតកអន្សរទុកដោយសត្វចម្លែកដែលមាននៅក្នុងនេះហើយពេលនេះអ្នករាល់គ្នាត្រូវតែមានបទពិសោធន៍នៅក្នុងការចូលវាយលុក Dungeon ហើយអ្នករាល់គ្នាមិនត្រូវខ្វះការប្រុងប្រយ័ត្ននោះទេទោះបីជា Dungeon នេះជាការវឹកហាត់ក៏ដោយរួចគាត់ក៏រួមបញ្ចូលក្រុមចំនួន2ចូលគ្នាដើម្បីឲ្យមានសមាជិកច្រើនជាងមុនចំណែកឯក្រុមរបស់ហាជីនក៏មានសមាជិក4នាក់បន្ថែមទៀតចូលរួមដែរហាជីនគិតថានៅក្នុង Dungeon នេះប្រកាសជាមានអន្ទាក់រងចាំគាត់ជាច្រើនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់គឺត្រូវតែរៀបចំខ្លួនឲ្យបានល្អភ្លាមនោះដែរ setting របស់គាត់គឺមានការផ្លាស់ប្ដូរហាជីនឃើញពីការផ្លាស់ប្ដូរ setting នេះហើយគឺភ្ញាក់ផ្អើលមែនតើហាជីនមិននឹកស្មានថាវានៅសុកមានការផ្លាស់ប្ដូរអញ្ចឹងនោះទេភ្លាមនោះដែរយូនអាបានសួរទៅកាន់សូហូថាតើឯងគឺជាសូហូត្រូវទេចំណែក setting ដែលបានផ្លាស់ប្ដូរនឹងតាក់ទងទៅនឹងតួអង្គយូនអានឹងឯងហើយមើលទៅប្រហែលជាមានរឿងមិនល្អអាចនឹងកើតឡើងនៅក្នុង Dungeon នេះហើយចំណែកឯអបិយាដិននេះវិញបានទៅរាក់ទាក់ជាមួយនឹងយូនហាមែនតើចំណែកឯសក្តានុពលរបស់តួអង្គយ៉ាដិននេះបានកើនឡើងនៅខាងនេះវិញណាយូនសួរថាតើលោកសិតនៅក្រុមជាមួយខ្ញុំណាឬបារោះដែលនាងបាននិយាយរកនឹងមានឈ្មោះថា Sven ដោយសារតែ setting ហាជីននឹងបានផ្លាស់ប្ដូរដូច្នេះឲ្យតួអង្គទាំងអស់គ្នានឹងគឺបានផ្លាស់ប្ដូរសមត្ថភាពមួយចំនួនដូចគ្នាហាជីនគិតថាមើលទៅគ្រោះថ្នាក់ធំនឹងកើតឡើងហើយមើលទៅនេះប្រហែលជាភាគចុងក្រោយនៃរឿងនេះហើយដោយសារខ្ញុំធ្វើរឿងហ្នឹងគឺជាក្បាលមែនតើវាតាក់ទងទៅនឹង system ដំបូងខ្ញុំគិតថា system ប្រហែលជាតិចនោះទេប៉ុន្តែមានអីអានេះ system សុនគឺត្រូវបញ្ចូលគ្នាយើងច្រើនមែនតើហើយខ្ញុំគឺអត់សូវចេះបញ្ចូលបានទេអាពាក់ព័ន្ធមួយ system អីហ្នឹងបើសិនបើ system ដូចរឿង Kiriko ចាប់ទៀតទៅអត់នោះទេប៉ុន្តែអានេះគឺតាក់ទងទៅមកទៅហឹងតាមរងចឹងហើយគ្នាយើងបើចង់មើលទៅមើលខ្លួនឯងហើយចំណងជើងរឿងណាខ្ញុំជប់ធ្វើដោយសារហត់សង្ឃឹមថាគ្នានឹងយកបាទយកទេក៏អត់ទៅអត់ដឹងទេដោយសារអីខ្ញុំទៅមិនរួចទេរឿងហ្នឹងហើយអរគុណគ្នាយើងដែលបានតាមដានរឿងមួយហ្នឹងដូចជាប្រហែល9ភាគទាំងហ្នឹងហើយអត់មានអីច្រើននោះទេជូនពរគ្នាយើងស្មានល្អហើយខ្ញុំបាទអាសនាសូមជម្រាបលា